ថ្ងៃនេះយើងនិយាយគ្នាតទៀតតកតងជាមួយនឹងការច្រាលនៅអាស៊ីតកាពះដែលច្រាលពីកាពះឡើងមកបំពង់អាហារហើយនេះគឺជារូបភាពដែលបញ្ជាក់អំពីដែលបញ្យល់យើងអំពីយន្តការនៃការច្រាលអាស៊ីតកាពះនេះគឺជាទឹករបស់កាពះដែលក្នុងទឹកនេះគឺមានអាស៊ីតក្លរីត្រិកហើយអាស៊ីតក្លរីត្រិកនេះគឺជាអាស៊ីតដែលផលិតដោយក្រពះផ្ទាល់តែម្ដងហើយនេះគឺជារូបភាពរបស់កាពះយើងហើយនៅខាងលើនេះគឺមានករបស់កាពះគឺមានសាច់ដុំខ្ជិបមួយនៅខាងលើឬក៏សាច់ដុំកងរបស់កកាពះនឹងឯងដើម្បីខណ្ឌចែករវាងបំពង់អាហារបំពង់នាំអាហារនិងក្រពះហើយនៅខាងក្រោមក៏មានសាច់ដុំខ្ជិបដូចគ្នាដើម្បីខណ្ឌចែករវាងដើមពោះវៀនតូចហើយនិងគូតរបស់កាពះចុងរបស់កាពះផ្នែកខាងក្រោមហើយចំពោះយន្តការនៃការច្រាលអាស៊ីតកាពះហ្នឹងនៅពេលណាដែលមានការច្រាលឡើងមកផ្នែកខាងលើនៃក្រពះបានន័យថាសំដៅទៅរកបំពង់អាហារអញ្ចឹងអាស៊ីតកាពះគឺវាមានជាតិកាត់ហើយជាតិកាត់នេះធ្វើឲ្យមានការរលាកពីព្រោះទីតាំងនៃអាស៊ីតកាពះដែលត្រូវនៅគឺនៅក្នុងក្រពះនេះឯងបើសិនជាវានៅខុសពីទីតាំងរបស់កាពះអញ្ចឹងវានាំឲ្យមានបញ្ហាមានការរលាកអញ្ចឹងបើសិនជាច្រាលទៅលើវាធ្វើឲ្យរលាកបំពង់អាហារហើយក៏វាធ្វើឲ្យរលាកនៅសាច់ដុំខ្ជិបសាច់ដុំកងរបស់កកាពះសាច់ដុំខ្ជិបរបស់កាពះខាងផ្នែកខាងលើហ្នឹងឯងដែលខណ្ឌចែករវាងបំពង់អាហារបំពង់នាំអាហារនិងក្រពះពេលនោះសាច់ដុំខ្ជិបវាលែងខ្ជិបហើយបើសិនជាមានការរលាកវាធ្វើឲ្យវាបិទអត់ចិត្តដែលមានអាការៈឲ្យយើងតែងតែភើតែងតែច្រាលមិនត្រឹមតែច្រាលអាស៊ីតទេពីខ្លះពេលយើងភើមកចេញទាំងបាយទៅទៀតដែលយើងភើម្ដងមានជាតិជូរណាហ្នឹងគឺសិតសឹងតែជាសញ្ញានៃការច្រាលអាស៊ីតកាពះហើយនៅពេលដែលមានការរលាកដោយសារការច្រាលអាស៊ីតកាពះនោះគឺមានឲ្យយើងឈឺឲ្យយើងក្តៅឲ្យយើងផ្សានៅផ្នែកត្រង់ចំណុច epigastric ត្រង់ម្ដុំផ្លូវម្ដុំចុងដង្ហើមឬក៏ម្ដុំទ្រូងហើយបើសិនជាមានការលេចចេញអាស៊ីតក្លរីត្រិកឬក៏អាស៊ីតដែលផលិតដោយកាពះហ្នឹងលេចមកខាងក្រោមពេលនោះវានឹងធ្វើឲ្យរលាកនៅដើមពោះវៀនតូចហើយដើមពោះវៀនតូចមានន័យថាពោះវៀនតូចនឹងឯងមានតួនាទីក្នុងការបឺតស្រូបនៅសារធាតុចិញ្ចឹមពីចំណីអាហារបើសិនជាមានការរលាកពេលនោះពោះវៀនតូចក៏ថយចុះនៅកម្លាំងនៅសមត្ថភាពនៃការបឺតស្រូបនៅសារធាតុចិញ្ចឹមពីអាហារដែរដូច្នេះក៏មានលេចចេញពីរោគសញ្ញានៃការរលាកពោះវៀនតូចដែលធ្វើឲ្យយើងក្តៅផ្សាររមួលនៅត្រង់ពោះដូចគ្នាណានេះគឺជាយន្តការនៃការច្រាលអាស៊ីតកាពះ
ដែលស្ដែងឲ្យយើងមានរោគសញ្ញាឲ្យឃើញចេញជារោគសញ្ញាណាមានក្តៅផ្សារមួលណានៅផ្នែកចុងដង្ហើមឬក៏ឈឺណាឬក៏ភើត្អើកជាដើមហើយបើសិនជារលាកនៅពោះវៀនទៅអេសាអាស៊ីតកាពះដែរក៏មានផ្សារមួលឆ្អល់ពុះអីជាដើមឬក៏ឈឺពុះអីជាដើមហើយចំពោះការគ្រប់គ្រងនៅជំងឺការច្រត់អាស៊ីតកាពះគេមានថ្នាំបន្សាបនិងកាត់បន្ថយអាស៊ីតរបស់គេអាស៊ីតកាពះគឺវាមានអង់ទីអាស៊ីតកាស្ទ្រិកមានន័យថ្នាំបន្សាបអាស៊ីតកាពះផ្ទាល់តែម្ដងក្រុមថ្នាំហ្នឹងមួយក្រុមឬក៏ប្រើក្រុមមួយទៀតគេហៅថាក្រុម inhibitor ដុល្លារប៉ុមអាប្រូតុងអញ្ចឹងថ្នាំមួយក្រុមទៀតគេហៅថាថ្នាំដែលទៅទប់អង់ស៊ីមប្រូតុងប៉ុមដែលជាអង់ស៊ីមដែលផលិតដោយកាពះនឹងឯងដើម្បីអង់ស៊ីមមួយយ៉ាងដែលមាននៅក្នុងកាពះដែលផលិតដែលទទួលខុសត្រូវក្នុងការផលិតអាស៊ីតកាពះហ្នឹងឯងដែលជំរុញឲ្យផលិតអាស៊ីតកាពះហ្នឹងឯងអញ្ចឹងថ្នាំហ្នឹងគេហៅអក្សរកាត់ថា PPI ណាក្រុមថ្នាំមួយក្រុមហ្នឹងក៏ជួយនៅក្នុងការទប់ស្កាត់កុំឲ្យកាពះហ្នឹងផលិតអាស៊ីតច្រើនពេកឬក៏លើសពីតម្រូវការចាំបាច់ក្នុងការរំលាយអាហារហ្នឹងកាលណាយើងលើសផលិតលើសវាធ្វើឲ្យប៉ះពាល់រំខានទៅដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យរលាកអញ្ចឹងទៅអញ្ចឹងក្រុម PPI ហ្នឹងមានដូចជាអូមេប្រាសូលសូមេប្រាសូលឡាក់និងឡាក់ហើយអង់ទីអាស៊ីតកាស្ទ្រិកហ្នឹងវាមានដូចជា Fosfalozole ណា Roxel ឬក៏ម៉ាឡុកណាហើយថ្នាំដែលមានរូបមន្តផ្សំពីអាលុយមីញ៉ូមនិងម៉ាញ៉េស្យូមក្នុងទីផ្សារមានដូចជាកូនីម៉ាកណាភីម៉ាកអីជាដើមដូចជាកាវីស្កុងអីហ្នឹងក៏ជាថ្នាំបន្សាបអាស៊ីតកាពះដែរជាងក្រុមថ្នាំទាំងពីរក្រុមហ្នឹងគឺមានតួនាទីនៅក្នុងការបន្សាបនៅអាស៊ីតកាពះនិងកាត់បន្ថយនៅអាស៊ីតកាពះដើម្បីជួយសម្រួលឲ្យប្រព័ន្ធរំលាយអាហារមានដែលរលាកហ្នឹងគឺបាត់ដែលមានអាការៈឈឺផ្សាដោយសារតែអាស៊ីតកាពះហ្នឹងបាត់ឈឺបាត់ផ្សាហ្នឹងឯងហើយក៏ងាយក្នុងការជាសះស្បើយផងដែរនៅពេលណាមានការរលាកឬក៏ដំបៅអីហ្នឹងរលាកដំបៅនេះអញ្ចឹងយើងប្រើទៅបន្សាបនិងកាត់បន្ថយអាស៊ីតកាពះហ្នឹងដែលធ្វើឲ្យមុខងារកាពះពោះវៀនហ្នឹងយើងបានឧស្សាហ៍ឡើងហើយឆាប់ជាពីការរលាកដោយសារអាស៊ីតកាពះហ្នឹងឬក៏ដំបៅកាពះនេះសុទ្ធសឹងតែជាក្រុមថ្នាំដែលខ្ញុំលើកឡើងមិញគឺសុទ្ធសឹងតែជាក្រុមថ្នាំដែលព្យាបាលតាមរោគសញ្ញាណាតែបើសិនជាមានការបង្ករោគណាមួយដោយពពួកបាក់តេរីគឺយើងត្រូវតែប្រើអង់ទីវីយ៉ូទិកណាដូចជាមេរោគកាពះយើងត្រូវតែប្រើអង់ទីវីយ៉ូទិកដើម្បីសម្លាប់វាទៅតាមកម្រិតដូសដែលបានកំណត់តាម guideline ហ្នឹងយើងមានប៉ុណ្ណឹង